អត់ហ៊ានឡើងវិទ្យុទេព្រោះខ្លាចគេសួរដេញដោលតលបើខ្លាំងសាក់ឡើងមើលខ្ញុំហ៊ានភ្នាល់រ៉ូស៊ីខ្ញុំអត់មានហ៊ានភ្នាល់ជាមួយរ៉ូស៊ីទេរ៉ូស៊ីចង់ថាម៉េចក៏បានដែរណាខ្ញុំអនុញ្ញាតឲ្យបញ្ចេញមតិតែប៉ុណ្្នឹងទេកុំរំខានខ្ញុំបើរំខានខ្ញុំដេញចេញប៉ុន្តែបញ្ចេញមតិប៉ុណ្ណឹងខ្ញុំទទួលបានណាហើយរឿងថាអូខ្ញុំខ្លាចគេដេញដោលណាខ្ញុំសូមប្រាប់ថាវិទ្យុអាស៊ីសេរីមានអ្នកបង្កើតដេញដោលជាងគេឈ្មោះលោកជុនច័ន្ទបុតខ្ញុំនិយាយចំឈ្មោះសមត្ថភាពប៉ុណ្ណឹងខ្ញុំទទួលលោកជុនច័ន្ទបុតបានគ្រប់ពេលប៉ុន្តែដោយសារតែពួកអាស៊ីសេរីនៅក្នុងប្រភពរបស់ក្រុមជុនច័ន្ទបុតគេមិនចូលចិត្តគេប្រើពាក្យ promote គេមិនចូលចិត្ត promote មនុស្សក្រៅលោកជុនច័ន្ទបុតគាត់នៅធ្វើការអាស៊ីសេរីគាត់បាត់ពួកកម្មសុខានិយាយចំលោកសំពូលីហើយនឹងលោកជុនច័ន្ទបុតគឺហៅមនុស្សណាដែលជាបពពួករបស់លោកសំរងស៊ីធ្វើសម្ភារច្រើនជាងអ្នកដទៃហើយចំពោះមនុស្សដែលអត់មានបកនយោបាយដូចខ្ញុំតែរៀងឆ្លាតបន្តិចតួឯកនៅអាស៊ីសេរីមិនប្រម៉ូតទេមូលហេតុដែលគេមិនដែលហៅខ្ញុំឡើងវិទ្យុអាស៊ីសេរីនៅក្នុងសម័យដែលលោកសំពូលីហើយនិងលោកជុនច័ន្ទបុតគ្រប់គ្រងគឺជាការមួយដែលគេអត់ត្រូវការមនុស្សដូចខ្ញុំជាជំរឿនរបស់គេខ្ញុំឡើងសម្ភាសដោយអាស៊ីសេរីនៅឆ្នាំ2001 24ឆ្នាំមុនឈ្មោះខ្ញុំល្បីណាស់នៅពេលដែលភារវកបានវាយប្រហារលើសហរដ្ឋអាមេរិកហើយខ្ញុំត្រឹមលោកជុនច័ន្ទបុតនិយាយចំឈ្មោះហ្មងមិនបាច់អាស៊ីសេរីណាទៀតទេជុនច័ន្ទបុតខ្ញុំទទួលបានគ្រប់ពេលឥឡូវហ្នឹងជុនច័ន្ទបុតបើកទូរទស្សន៍អាស៊ីសេរីក៏ទទួលបានគ្រប់ពេលអូខេបើសិនរ៉ាស៊ីយល់ឃើញថាអាចបបួលឲ្យជុនច័ន្ទបុតហៅខ្ញុំឡើងសម្ភាសហើយខ្ញុំបដិសេធមិនសម្ភាសអាហ្នឹងបានខ្ញុំហ្នឹងវាអន់កណេះសង្ឃសមត្ថភាពត្រឹមជុនច័ន្ទបុតខ្ញុំសប្បាយណាស់ទទួលបានគ្រប់ពេលនេះមិនមែននិយាយដោយចង់ប្រកួតប្រជែងជាមួយគាត់ទេប៉ុន្តែខ្ញុំឲ្យជុនច័ន្ទបុត1000ឲ្យតែខ្ញុំមានពេលឆ្លើយសុំអញ្ជើញស្គីលខ្ញុំចុះឬសូវនៅណាធ្វើម៉េចឲ្យរកជុនច័ន្ទបុត1000ហើយទុកពេលឲ្យខ្ញុំឡើងដងតិចព្រោះខ្ញុំគ្មានពេលឡើងទេខ្ញុំត្រូវរកស៊ីធ្វើការរបស់ខ្ញុំណាកូនណាកិច្ចការខ្ញុំណារកស៊ីអូខេហើយបើកូនឯងចង់ភ្នាល់ចង់អីជួនឯងធ្វើចប់ឥឡូវខ្ញុំនិយាយចាញ់មុខអញ្ចឹងអ្នកជើងស្គីលមនុស្សគឺលោកជុនច័ន្ទបុតខ្ញុំទទួលបាន1000ជុនច័ន្ទបុតខ្ញុំមិនមែនទាស់មួយជុនច័ន្ទបុតទេប៉ុន្តែធ្វើម៉េចឲ្យបាន1000ជុនច័ន្ទបុតហៅខ្ញុំសម្ភារហើយខ្ញុំប្រាប់ថាសម័យសំពូលីជុនច័ន្ទបុតកាន់អាស៊ីសេរីគេអត់ត្រូវការប្រម៉ូតខ្ញុំហើយទៅសួរតាំងសារដាថាតើលោកសុកសគុណហេតុដូចម្ដេចបានមិនឡើង Cambodia Daily លោកតាំងសារដានឹងប្រាប់ថាខ្ញុំទេសុំមិនឡើងអូខេហើយអង្គភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទាំងអស់រួមទាំងអង្គភាពសារព័ត៌មានណាក៏ដោយ Fresh News ក៏ដោយ TVB ក៏ដោយ CNC ក៏ដោយហងមាសក៏ដោយខ្ញុំស្វាគមន៍ទាំងអស់ទាំងទូរទស្សន៍កម្ពុជាពីព្រោះខ្ញុំវាអត់ប្រកែខ្ញុំអត់ពូកែខ្ញុំស្វាគមន៍តើ Rosly Lola មានអ្វីទៀតទេលើកទី1ហើយខ្ញុំស្វាគមន៍ជុនច័ន្ទបុត1000ជុនច័ន្ទបុតមិនទៅឆ្លោះមួយគាត់ទេប៉ុន្តែយីកើតមកខ្ញុំរៀនដែរតាអូខេណាអូខេណា rubbing the neck in body language usually signal stress forget about it បើសិនក៏ចាឯងទៅអញ្ចឹងបាយមកចេះឯងនេះឯកអីចេះធ្វើគ្រូពេទ្យពិនិត្យរោគតាមទូរទស្សន៍អីអត់ទាន់មាន MD ឬក៏ psychology license ទេអញ្ចឹងឲ្យទៅចុះ
ឃើញខ្ញុំឲ្យទៅហ៎ឃើញខ្ញុំឲ្យចៅរ៉ាស៊ីឡូឡាទៅហ៎ខ្ញុំប្រាប់ហើយកុំរំខានខ្ញុំមិនបានខ្ញុំឲ្យសេរីភាពក្នុងការសួរប៉ុន្តែដល់រំខានខ្ញុំឲ្យទៅហើយឃើញដូរប្រធានបទទេបងប្អូនឃើញដូរប្រធានបទទេវាតាក់ទងអីចង់និយាយថាខ្ញុំមនុស្សឈឺខ្ញុំប្រាប់ហើយថាខ្ញុំឈឺប៉ុន្តែត្រឹមស្គៀលខ្ញុំក្នុងសំណួរលើ interview ខ្ញុំស្វាគមន៍ជនច័ន្ទបុត 1000 មិនមែនម្នាក់ទេស្វាគមន៍ 1000 ជនច័ន្ទបុតណាប៉ុន្តែដល់ពេលប្រែសំណួរទៅជាចង់និយាយថាខ្ញុំឈឺខ្ញុំប្រាប់ហើយថាខ្ញុំឈឺប៉ុន្តែបើចាញ់ឃើញដូរសំណួរទេសម័យឃើញដូរហ៎ដល់ដូរទៅឲ្យទៅបាត់អត់ត្រូវការឲ្យរំខានឆ្លើយនឹងបងប្អូនដទៃទៀតឃើញច្បាស់ហើយណាខ្ញុំជាមនុស្សម្នាក់ស្វាគមន៍ទាំងអស់តែកុំរំខានខ្ញុំណាអូខេបន្តទៀតសួស្តីតើអ្វីជាដំណោះស្រាយល្អខ្មែរនិងសៀមដើម្បីបញ្ចប់បញ្ហាព្រំដែនចរចាណា New Zealand Economic Base Agriculture ណា Cambophone ខ្ញុំធ្លាប់ឃើញពីមុនលោកហ៊ុនសែនសរសើរលោកពូថាជាអ្នកវិភាគពាក្យពិតមិនដើម្បីឆ្នាំងបាយដូចសំរងស៊ីខ្ញុំអរគុណគាត់ដែរប៉ុន្តែខ្ញុំមិនចាំបាច់គាត់សរសើរខ្ញុំទេអ្នកទាំងអស់គ្នាទាំងអ្នកស្អប់ខ្ញុំទាំងអ្នកស្រឡាញ់ខ្ញុំទាំងអ្នកស្ដាប់ទាំងអ្នកខ្នាញ់នឹងខ្ញុំគិតខ្លួនឯងណាដូចខ្ញុំឲ្យស្វាគមន៍រ៉ាស៊ីតែដល់ប្រែពាក្យសម្ដីខ្ញុំចាត់ទុកថារំខានខ្ញុំឲ្យទៅផ្ទះដេកពីព្រោះយើងនិយាយអីនិយាយឲ្យត្រឹមត្រូវកុំឲ្យយូរទៅតែតាមុខដូចឈួតអីអត់ទេអាហ្នឹងគេហៅថា insulting អាហ្នឹងគេហៅថាការមើលងាយការប៉ះទង្គិចដល់កិត្តិយសយើងដេញឲ្យទៅភ្លាមដល់បានទេដូចខ្ញុំនិយាយឈ្មោះលោកជនច័ន្ទបុតនិយាយដោយភេត្រភាពដោយសេចក្តីគោរពប៉ុន្តែគាត់ចង់ប្រាប់ថាកុំថាឡើយលោកជនច័ន្ទបុតម្នាក់ 1000 នាក់ក៏ខ្ញុំសប្បាយចិត្តដែរហើយមកមេឌៀមកស្រុកខ្មែរហ៊ាននិយាយថាមករាជបណ្ឌិតសភាកម្ពុជាក៏បានដែរស្វាគមន៍មកទាំងអស់ហ្នឹងងាយណាស់ក្នុងការឆ្លើយសំណួរអត់ចេះប្រាប់ថាអត់ចេះអត់ដឹងប្រាប់ថាអត់ដឹងវាមានអ្នកណាគេដកបន្ទុកយើងបើយើងអត់ដឹងតើខ្ញុំនិយាយខុសទៅមិនបាច់ភ្នាល់អីទេខ្ញុំស្វាគមន៍មកប្រជាអាណាចក្រកម្ពុជារួមបណ្ឌិតរាជបណ្ឌិតសភាទាំងមូលហើយខ្ញុំស្វាគមន៍ខ្មែរទាំងអស់ណាអានោះអញ្ចឹងអូខេអានោះអញ្ចឹងពីព្រោះមានទៅសត្រូវសួរពូជអីដែលត្រូវពិបាកនោះសម័យឃើញលោកតាបែកធ្លាយវីដេអូក្នុង Telegram វីដេអូអីទៅចៅវីដេអូពីអីទៅណាអូខេអញ្ចឹងឆ្លើយបន្តទៅទៀតណាNathan តើលោកអ៊ំយល់ថាបច្ចុប្បន្ននរណាមានសមត្ថភាពដឹកនាំប្រទេសតាមអ៊ំយល់ណាក្មួយសម្លាញ់ខ្មែរយើងមានអ្នកមានសមត្ថភាពច្រើនគួរសមក៏ប៉ុន្តែអ្នកដែលមានសមត្ថភាពនោះទី1ជាជនស៊ីវិលអហិង្សានិយមពួកគេចង់សាកល្បងដឹកនាំប្រទេសតាមរយៈការឈរឈ្មោះបោះឆ្នោតសេរីនិងយុត្តិធម៌ក៏ប៉ុន្តែបរិបទនយោបាយខ្មែរគ្មានទីធ្លាឲ្យខ្មែរអ្នកមានសមត្ថភាពទាំងអស់នោះឈរឈ្មោះបោះឆ្នោតជាអ្នកដឹកនាំទេហេតុនេះហើយបានជាយើងអត់ឃើញមានអ្នកណាក្រៅពីហ៊ុនម៉ាណែតនិងហ៊ុនសែនដោយសារតែបរិបទនយោបាយរបស់កម្ពុជាវាបាត់ទីធ្លាមិនឲ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៌តែបើតាមអ៊ំគិតមានអ្នកមានសមត្ថភាពច្រើនណាស់មានច្រើនតែទីធ្លាក្នុងការឈរឈ្មោះជាអ្នកដឹកនាំអត់មានទើបយើងអត់ឃើញអ្នកមានសមត្ថភាពហ្នឹងណាអូខេណា Nelson បង Lino
ពេលតាធ្វើសង្គ្រាមណាមានដំណំអីខ្លះខ្ញុំអត់ដែរធ្វើសង្គ្រាមទេខ្ញុំធ្លាប់ច្បាំងប៉ុន្តែខ្ញុំអត់ដែរធ្វើសង្គ្រាមទេអា small ពីម៉ាត់ខុសគ្នាណាធ្វើសង្គ្រាមនិងច្បាំងខុសគ្នាច្បាំងគឺតាមបញ្ជាសង្គ្រាមគឺជាអ្នកបង្កើតការចំនួនទៅច្បាំងនឹងគេលោកតាគិតថាសៀមព្រមឲ្យដៃ small boss 789វីដេអូមុននេះពីភាគចាំតែចាក់ស្ដាប់ណាចៅតាបានចំណាយពេលមួយភាគមុននេះពេញមួយភាគពីរឿងដីពីរឿងដីណាពីរឿងដីតែតកតងនឹងការចរចាណាកូនណាចៅណាអូខេណាអេឡេកត្រូលោកតាមិនតាខ្ញុំផ្អៀងទៅកើតគាត់ថាខាងទេអត់ដឹងទេអានឹងចិត្តមនុស្សគេជ្រើសរើសខុសៗគ្នាកូនណាno ម៉ាយុទ្ធជន18នាក់គ្រោះคล้ายជាលៀបវិញតែយុទ្ធជនដទៃទៀតគួរយកចិត្តទុកដាក់ផង statement នេះវាប៉ុន្មានថ្ងៃនេះគេកំពុងតែយកយុទ្ធជន18នាក់ហ្នឹងយកមកឃោសនាដើម្បីខ្លួនគេទេដើម្បីអំណាចរបស់គេទេគេបាននិយាយឲ្យតែគេចាត់ទុកថាជីវិត18នាក់ហ្នឹងគ្មានប្រយោជន៍ចំពោះគេទេចាត់ទុកតែស្លាប់ទៅហើយដល់ឥឡូវនេះគេខំប្រឹងនិយាយថាគេជាកម្ពុជាយុទ្ធសាស្ត្រហើយគេទទួលរហូតដល់គេឲ្យទាំងស្ដេចទទួលទៀតស្ដេចគឺជាកូនអុករបស់គេស្រេចតែគេទេគេឲ្យទទួលគេឲ្យអោនគេឲ្យវេពីអ្នកម៉ែកូននឹងស្រេចតែគេព្រោះគេចិញ្ចឹមអញ្ចឹងយើងមើលឃើញហើយអ្វីដែលអ្នកសរសេរអាចសរសេរបានប៉ុន្តែការពិតយើងមើលឃើញទាំងអស់គ្នាហើយណាឡេកត្រូណា Noma អូខេណា Campbell លោកតាតែត្រូវធ្វើដោយមិនដាច់ទើបអាចខ្លាយជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហ៊ុនសែនអត់ដឹងទេចាអត់ដឹងរបៀបហ្នឹងណាអត់ដឹងថៃឡុងលោកតាចង់ដឹងពីរបៀបលោកតាបានទៅសហរដ្ឋអាមេរិកខ្ញុំមកជាជនភៀសខ្លួនបាទខ្ញុំមកជាជនភៀសខ្លួន Natural Gem តើកតបកិច្ចយោធាសំខាន់ខ្លាំងទេកតបកិច្ចយោធាគឺជាច្បាប់តម្រូវការប្រចាំប្រទេសនីមួយលោកតាតើសម័យណាយើងរីកចម្រើនជាងគេបើគិតពីបុរាណមកវាសម័យអង្គរណាអព្យាក្រឹតតើអាចនិយាយពីប្រវត្តិក្នុងការបង្កើតវិទ្យុអាស៊ីសេរីដំបូងនិងបុគ្គលិកទាំងស្រីទាំងប្រុសក្នុងវិទ្យុនោះឈ្មោះណាល្បីបានឬទេវិទ្យុអាស៊ីសេរីខ្ញុំអត់ចាំឆ្នាំដែលគេបង្កើតផ្នែកភាសាខ្មែរទេខ្ញុំអត់ចាំទេហើយខ្ញុំក៏អត់ស្គាល់បុគ្គលិកវិទ្យុអាស៊ីសេរីអស់ដែររីឯពាក្យថាបុគ្គលិកណាល្បីឬមិនល្បីខ្ញុំអត់យល់ថាវិទ្យុដូចអាស៊ីសេរីគួរណាមានតួឯកតួរងទេនេះហើយជារឿងដែលខ្ញុំមិនពេញចិត្តអាស៊ីសេរីមុនបាត់នេះខ្ញុំឃើញលោកសំពលីហើយនិងលោកជុនច័ន្ទបុតតាក់តែងតួឯកនៅក្នុងអាស៊ីសេរីការតាក់តែងតួឯកក្នុងអាស៊ីសេរីខ្ញុំចាត់ទុកថាជារឿងផ្ទុយពីរបៀបរបបនៃសារព័ត៌មានពីព្រោះអ្វីពីព្រោះគ្មានសមាជិកអាស៊ីសេរីភាសាខ្មែរណាមួយមានឋានៈខាងការសិក្សារៀនមកហើយឡើងធ្វើជាអ្វីលើសពីមុខនេតិជា Directors of Cambodian Language Section Deputy Director Producer ណានិង New Pronouncer វាមានតែប៉ុណ្ណឹងវាជាកិច្ចការណា
ហើយដោយសារអាស៊ីសេរីមិនផ្សាយពាណិជ្ជកម្មគេអត់មាន selection ទេនេះតួឯកអានេះមិនឯកទេអញ្ចឹងវាអត់មានអីដែលខ្ញុំត្រូវយកចិត្តទុកដាក់ទេអ្នកនេះល្បីអីទេណាអត់ដោយសារតែលោកសំពូលានិងលោកជុនច័ន្ទបុតហ្នឹងគាត់ចូលចិត្តធ្វើអារបៀបគាត់ហ្នឹងបានខ្ញុំអត់ចូលចិត្តខ្ញុំអត់ចូលចិត្តអាស៊ីសេរីត្រង់ថាវាមានអាតួឯកមិនតួឯកហ្នឹងបានខ្ញុំវាមិនចូលចិត្តណាឧទាហរណ៍ខ្ញុំឮសូលហៈរៀងថាសំរាំងស៊ីហ្នឹងវាត្រូវការអ្នកនេះសម្ភាសអីហើយចុះអាសំរាំងស៊ីហ្នឹងស្អីហើយពួកអាមេរិកខ្លះដែលធ្លាប់ធ្វើការនៅ IOI NDI ក៏គេនិយាយដែរតែសំរាំងស៊ីហ្នឹងកវេកវោសម្រាប់ណាឥឡូវក៏រលាយសាបសូន្យអស់ហើយណាអានោះអញ្ចឹងខ្ញុំមិនចូលចិត្តអង្គភាពព័ត៌មានសូម្បីតែមេឌៀធំៗហ្នឹងមេឌៀដូច CNN Fox News អីអ្នកដែលកាន់ program មួយដែលល្បីព្រោះអ្នកហ្នឹងជាកម្មវិធីដែលគេទាញយកសម្រាប់ commercial ណា Anchor woman Anchor man program មួយដែលគេធ្វើហ្នឹងគឺទាញយក commercial ពីព្រោះ media ហ្នឹងវាជា commercial media ណារីឯក្រៅពី commercial media មនុស្សដែលល្បីតើមនុស្សនឹងមានការចេះដឹងខ្ពស់មើលអាស៊ីសេរីមានអ្នកណាមានសញ្ញាបត្រខ្ពស់ស្នាដៃអីហើយមកចង់តុបតែងធ្វើជាតួឯកស្អីម៉ាស៊ីនកាច់ជា4ហ្នឹងហើយមកឯងចូលអីចង់កាច់រៀងតួឯកស្អីគេតួឯកតើគេមាន credential ណាចុះ VOA ដូចគ្នាគ្មានតួឯកទេអាហ្នឹងអញ្ចឹងណាហើយចុះ NPR នៅស្រុកអាមេរិក NPR នៅស្រុកអាមេរិកបើវាជា public radio យក fund វាអត់ត្រូវមានតួឯកទេណាមានតួឯកតែជា commercial media ដែលគេត្រូវការផ្សាយពាណិជ្ជកម្មគេ based on program rating របស់គេទៅគេឲ្យលុយពួក Anchorman Anchor woman ហ្នឹងរាប់លានដុល្លារក្នុងមួយឆ្នាំបើសិនជា NPR អីឲ្យលុយរាប់លានអញ្ចឹងគឺលុយពន្ធដាររបស់សហរដ្ឋអាមេរិកអាហ្នឹងហើយជារឿងដែលខ្ញុំអត់យល់ថាធ្វើទេហ្នឹងខ្ញុំកាន់បញ្យល់បន្តិចទេណាបាទខ្ញុំបានឆ្លើយបានតែប៉ុណ្ណឹងលោកបងតើអាចនិយាយពីអូខេឆ្លើយហើយគ្រាន់តែជាចិត្តសាស្ត្រទេលោកតាអ្នកធ្លាប់រៀនដឹងហើយអូខេម៉េចខេត្តស្ទឹងត្រែងតាក់ទងអីនឹងយួនដែរវត្តឋានាខ្ញុំអត់យល់សំណួរហ្នឹងកូនណាrandom if I mention that point in the social media they definitely cancel me for supporting Thai okay even Zelensky just as a comedian can be prime minister it's about nation Jassy do you think Zelensky is an effective leader of Ukraine? My answer is no. But why? Because it is the Ukrainian people's business. I don't put my nose into Ukrainian politics. Nah? Okay? But if you ask me, is he a good politician, effective leader? No, he's not. That's why he show his arrogance. Okay? I would not vote for a comedian to be prime minister or president. I'm sorry. Nah? If you ask me. លោកតាតើការចំណាក់ស្រុកធ្វើការនៅកន្លែងគោលបំណងដោះបំណុលតើជាជំរើសល្អទេល្អកូនមិនត្រឹមតែដោះបំណុលទេផ្ដល់នៅបទពិសោធន៍ថ្មីដល់យើងទៀតកូនអូខេ Uncle have we agree no we said កម្ពុជាមិនទទួលស្គាល់ផែនទី1/50,000របស់ថៃទេ
កម្ពុជាយល់ព្រមដោះស្រាយបញ្ហាព្រំដែនលើដំណាក់កាល5ដែលខ្ញុំបានអธิบายកាលពីវីដេអូភាគមុនឃើញណា What happened if Cambodia were to select Sam Rainsy? Sam Rainsy is a very uneducated and very bad politician. You probably experience something worse than what you have now. បើសំរងស៊ីធ្វើនាយករដ្ឋមន្ត្រីវាអាក្រក់ដូចបច្ចុប្បន្នឬក៏វាលើសបច្ចុប្បន្នទៅទៀតនេះមតិរបស់ខ្ញុំណាកូនណាជាសពមេងលោកតាបើចោះទឹកក្រពើឡើងលើខ្លាអីចឹងតើយើងអាចគិតទៅបានទេដោយដាក់ប្រទេសយើងនៅក្រោមអាណានិគមនិយមមហាអំណាចបារាំងចិនអាមេរិកបានទេតាជាមនុស្សដែលកាន់ជើងអាមេរិកតាចង់ឲ្យមានទំនាក់ទំនងល្អជាមួយអាមេរិកមកពីតាប្រូអាមេរិកអញ្ចឹងតានិយាយបានតែប៉ុណ្្នឹងទេអូខេណាចុះសម័យអង្គរច័ន្ទរាជាចាត់ទុកជាសន្តិភាពអស្ចារ្យទេពូ Cambodia waterproofing ចៅឯងប្រហែលជាអត់ចេះប្រវត្តិសាស្ត្រទេមកសួរអញ្ចឹងច័ន្ទរាជាឯណានៅសម័យអង្គរនោះចៅអាណិតចៅណាស់ប៉ុន្តែឆ្លើយចេះឲ្យចៅស្ដាប់ Cambodia waterproof យើងមិនអាចប្រៀបធៀបសុខសន្តិភាពសម័យបុរាណនិងបច្ចុប្បន្នទេពីព្រោះសិទ្ធិសេរីភាពនិងសង្គមសេដ្ឋកិច្ចខុសគ្នាយើងមិនប្រៀបធៀបបានទេគាត់ណាអូខេឧទាហរណ៍ព្រះជ័យវរ្ម័នទី7ឯងជាប្រវត្តិសាស្ត្រនិយាយបានតែប្រៀបធៀបមិនបានទេវាខុសគ្នាឆ្ងាយសាយសម្រតនា Thank you អូខេជម្រាបលាជួបគ្នា3នាទីទៀត